សូបងតែកុំមកអាសូឡាយកទៅដាំហ្នឹងបងអាចមើលខាងប្អូនបានក្នុងអីខាងប្អូនហ្នឹងតិចជូនបងប្អូនហ្នឹងចកហ្នឹងពេលយកទៅដល់ហ្នឹងគឺបងដាក់ឲ្យរាយដោយអាងខាងប្អូនអញ្ចឹងបងហើយអាងយើង10ការ៉េគឺបងដាក់ជី1គីឡូកន្លះអំបិលគ្រូ3ខាំបងទឹកបងដាំកម្ពស់2ទឹកបងអញ្ចឹងពេលយើងដាំពូជបាន2យប់គឺយើងធ្វើការបាញ់ថ្នាំបងហើយថ្នាំហ្នឹងគឺមាន2កញ្ចប់បេនសូលនិងតូ30បងហើយបើសិនតែអាង10ការ៉េបងលៃថ្នាំ2កញ្ចប់ហ្នឹងឲ្យបាន9ដងបងវល់ជាកូនស្លាបព្រាឲ្យបាន9ដងហើយប្រភេទថ្នាំពៅដែលកន្លះលីត្រហ្នឹងពេលបងបាញ់ម្ដងគឺលៃបេនសូលនិងតូ30ហ្នឹង9ដងហ្នឹងបងបែងជាកូនស្លាបព្រាតូចហ្នឹងឲ្យបាន9កូនស្លាបព្រាបងបាញ់ម្ដងចំនួនទឹក2លីត្របងហើយសម្រាប់ថ្នាំពៅដែលកន្លះលីត្រហ្នឹងគឺបងកលុកឲ្យសពឲ្យស្មើហ្នឹងគឺបងលាយ4គម្របដបទឹកសុទ្ធហ្នឹងលាយជាមួយថ្នាំបេនសូលនិងតូ30ហ្នឹងបងធ្វើការបាញ់ទៅលើអាសូឡាយើងបងពេលបងដាំបាន2យប់បងអញ្ចឹងគឺអាសូឡាពេលបាញ់ថ្នាំរួច1សប្តាហ៍ទៅ10ថ្ងៃគឺបងអាចដុះបានបងអញ្ចឹងវីដេអូបង